ជំរាបសួរក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារមករយៈនេះគឺថាមានការរវល់ជាប់មួយការងារបានធ្វើជាវីដេអូចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាជាការកំសាន្តទេហើយឥឡូវនេះក៏នាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅវីដេអូថ្មីមួយទៀតដែលប្លែកនៅក្នុងក្រុងបរសៃអនុយើងហើយនេះគឺជាទីតាំងមួយកន្លែងដែលទំភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមអញ្ចឹងណាហើយក៏ឆ្លៀតតនេខ្លះហ្នឹងក៏បានមកថតធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាជាការកំសាន្តអញ្ចឹងណាហើយនេះគឺជាកាហ្វេបោះតង់បែប camping មួយកន្លែងដែលស្ថិតនៅលើភ្នំណាទាំងអស់គ្នាមើលទៅពិតជាប្លែកមែនតើអញ្ចឹងខ្ញុំសូមចាក់សលេងពូសំសប្បាយពុកម៉ែបងប្អូននេះច្រើនទេបងបាទគេមកលេងច្រើនគាត់ថាឲ្យសៅមកទៅវិញអូដល់កន្លែងម៉ូតូនិយាយរួមម៉ូតូអត់មានថៅឡានចូលទេបាទណែស្ដាប់ហ្មងតាមបែបជួថៅឡានចោលចោលបាទឲ្យសៅមកទៅមកកន្លែងនឹងវាស្អាតបាទយប់ឡើងបានស្អាតវាដើមភ្លើងពោះហ្នឹងដល់ភ្លើងđóតាមភ្លើងបាទហ្នឹងដើមឈើក៏ភ្លើងទុកក៏ភ្លើងនេះក៏ភ្លើងអាកញ្ចោមគេភ្លើងទៀតបាទហើយអាថ្ងៃលិចហ្នឹងអូថ្ងៃលិចស្អាតទៀតបាទពួកអីវាឃើញអាចថ្ងៃក្រហមបាទគេមិនមកបងទៅវិញមកកៅនឹងណាមិនម៉ៃលោគេបងអាណានេះបាទបាទហ្នឹងហើយពុកម៉ែបងប្អូនទាំងគ្នាដូចពូសន្តិសុខគាត់និយាយមិនអញ្ចឹងហើយនៅលើអាដាមផ្កានេះគឺសិតតែភ្លើងនៅពេលរាត្រីនេះគឺស្រស់ស្អាតមែនតើអ្នកទាំងគ្នាហើយបាននិយាយពីថាថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះគឺបងប្អូនយើងមកទស្សនាកំសាន្តឬក៏ដូចជាការថត selfie ហ្នឹងគឺច្រើនកកមែនតើហើយក្នុងពេលរាត្រីគឺមានភ្លើងនៅក្នុងតង់អីចឹងណាមានភ្លើងក្នុងតង់ហើយមានភ្លើងនៅលើដើមឈើនឹងទៀននេះអ្នកទាំងអស់គ្នាគឺស្រស់ស្អាតមែនតើហើយទេសភាពភ្នំហើយយើងមើលពីលើទៅឃើញអាគារនៃទីក្រុងកំពង់សោមយើងហ្នឹងគឺអាគារហ្នឹងក៏មានភ្លើងភ្លឺចិញ្ចាចហើយកន្លែងនេះទៀតក៏មានភ្លើងអីចឹងណានិយាយពីថារ៉ូម៉ាន់ទិកមែនតើហើយអ្នកដែលចូលចិត្តខាំប៉ាញជារបៀបលក្ខណៈបោះតង់គឺអាចមកកន្លែងហ្នឹងបានហើយតង់គាត់នេះមានតាមពណ៌មានជាកម្រាលមានជាស្មៅអីអ្នកខ្លះគេមិនចង់អង្គុយលើកម្រាលទេគាត់អង្គុយលើស្មៅអីចឹងណាហើយកន្លែងគាត់ហ្នឹងគឺតាក់ទាញមែនតើអ្នកទាំងអស់គ្នាហើយនេះខ្ញុំសាកកាហ្វេរបស់គាត់ហ្នឹងតម្លៃតែ$2ទេហើយខ្ញុំក៏មកកាហ្វេទៅដល់គោតកណាប៉ុន្តែគាត់ដាក់អាយឡាតេឲ្យមកអញ្ចឹងណាប៉ុន្តែមានអីអ្នកទាំងអស់គ្នាអាចទទួលយកបានហើយនេះគឺកុំឲ្យពុកម៉ែបងប្អូនភ្លេចមុខដោយសារតែបាត់មករយៈនឹងដោយសាររវល់ពេកហើយមុខក៏កាន់តែចានដែរហើយនេះគឺជាកន្លែងកាហ្វេរបស់គាត់អ្នកទាំងអស់គ្នាតូចស្អាតហើយមានអនាម័យហើយគឺគាត់មានជាវិក័យប័ណ្ណឬក៏ receipt ហ្នឹងឲ្យយើងដូចថាយើងទិញកាហ្វេទិញអីចឹងណាហើយគាត់ថាកន្លែងរបស់គាត់ហ្នឹងគឺតូចច្រឡឹងមើលទៅស្រស់ស្អាតមែនតើអានេះខ្ញុំមិនទទួលការប្រម៉ូទពីគាត់ទេដោយសារតាមរយៈហ្នឹងគឺអត់សូវមានវីដេអូផងអញ្ចឹងហើយក៏មកធ្វើវីដេអូជាមកវីដេអូទៅហើយនេះតម្លៃ menu របស់គាត់ហើយកន្លែងគាត់ហ្នឹងឈ្មោះថា Wonderland អ្នកទាំងគ្នាគ្រាន់តែនឹកឃើញថាឈ្មោះហ្នឹងក៏មួយយ៉ាងដែរហើយគាត់មានជា speaker មួយសម្រាប់ចាក់ជាភ្លេងកណ្ដោអញ្ចឹងណាហើយនេះជាតង់របស់គាត់ហ្នឹងគឺរៀបមានភ្លើងនៅក្នុងហ្នឹងអ្នកទាំងគ្នាភ្លើងញាក់ភ្លើងអីអញ្ចឹងណាមើលទៅរ៉ូម៉ាន់ទិកមែនតើអញ្ចឹងហើយអ្នកដែលមានគូសង្សារឬក៏អ្នកដែលចូលចិត្ត camping ឬដែលរបៀបបោះតង់ហ្នឹងអានេះយើងមិនបាច់ចាំទៅដល់រតនគិរីមណ្ឌលគិរីទេយើងមកតែកំពង់សោមយើងឆ្លៀតលេងទឹកសមុទ្រលេងអីចឹងអាចមកសាសងជាគូសង្សារ sweet អញ្ចឹងណាហើយនិយាយពីទេសភាពវិញគឺញាក់សាច់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមកកន្លែងនេះជាលើកទី1ដែរហើយព្រោះថាខ្ញុំនៅកំពង់សោមរៀងយូរដែរហើយរយៈកាលនៅហ្នឹងគឺយូរមែនតើទៅមកកន្លែងហ្នឹងគឺផ្លាយអារម្មណ៍ស្រស់ស្រាយ refresh តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នានេះឈ្មោះរបស់គាត់គឺ Wonderland
ហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមតែជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណជម្រាបលា